ហេតុអីបានជាយើងត្រូវធ្វើការ coating ស្បែកពុកនៃរថយន្តរបស់បងប្អូនជំរាបសួរបងប្អូនទាំងអស់គ្នាបាទការ coating ទៅលើស្បែកពុកហ្នឹងគឺវាមានអត្ថប្រយោជន៍ច្រើនដូចជាធ្វើឲ្យបាទស្បែកពុករបស់យើងហ្នឹងរឹងមាំជាងមុនបាទវាអត់ឆាប់ប្រេះអត់ឆាប់ស្លកពណ៌ដោយសារតែការ coating ហ្នឹងគឺការពារកាំរស្មី UV ទៀតហើយអ្វីដែលសំខាន់ហ្នឹងគឺថែរក្សាបាទស្បែកពុករបស់យើងឲ្យថ្មីបានយូរអង្វែងបាទដោយសារតែយើងអង្គុយបាទខិតចុះខិតឡើងគឺវាជួយការពារការសឹករីដលដែរហើយអ្វីដែលសំខាន់គឺពេលដែលប្រឡាក់បងប្អូនងាយស្រួលក្នុងការជូតសម្អាតវាអត់ខំជាប់ភ្លាមទៅលើស្បែកពុកទេដូចជាបងប្អូនញ៉ាំអីជ្រុះប្រឡាក់អញ្ចឹងទៅអញ្ចឹងបងប្អូនគ្រាន់តែយកកសែងមកជូតគឺវាចេញស្អាតតែម្ដងបាទគឺវា protect ដោយសារតែមានសារជាតិ ceramic coating គ្របពីលើស្រទាប់ស្បែកពុកអញ្ចឹងងាយស្រួលក្នុងការថែទាំងាយស្រួលក្នុងការជូតសម្អាតហើយប្រើប្រាស់បានយូរអង្វែងបាទអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ហើយអ្វីដែលសំខាន់ពេលដែលបងប្អូនយកឡានមកធ្វើការ coating ណាបាទគឺយើងមុនពេល coating គឺយើងធ្វើការសម្អាតទៀតអញ្ចឹងបើសិនជាឡានរបស់បងប្អូនទាំងអស់គ្នាប្រឡាក់បាទដែលប្រើប្រាស់មួយរយៈហើយទាំងបងប្អូនណាអូខេខ្ញុំចង់យកមក coating តែ coating បានអត់បានគាត់ថាឡានថ្មីគឺកាន់តែល្អដូចឡាននេះអញ្ចឹងបាទគឺថ្មីជ្រើងហ្មងទៅយកចេញពី showroom មកធ្វើការបិទពាមនៅ American Seal ហើយគាត់ធ្វើការ coating ទៀតអញ្ចឹងស្បែកពុកថ្មីយើង coating ហើយគឺមានការការពារប្រើបានយូរអង្វែងតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនអរគ្នាបើមានបំណងចង់ធ្វើការ coating ផ្ទៃខាងក្នុងអាចតាក់ទងមក American Seal បានសូមអរគុណ